ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នក Rostec បានចាប់ផ្ដើមការធ្វើតេស្តគំរូដំបូងនៃយន្តហោះយ៉ាក 130M ប្រភពពី IZ ថ្ងៃទី 10 ខែតុលា ឆ្នាំ 2025 គំរូដំបូងនៃយន្តហោះហ្វឹកហ្វឺនប្រយុទ្ធយ៉ាក 130M ត្រូវបានបញ្ជូនសម្រាប់ការធ្វើតេស្តលើដីនិងហោះហើរ ព័ត៌មានពាក់ព័ន្ធត្រូវបានចុះផ្សាយនៅថ្ងៃទី 10 ខែតុលានៅលើគេហទំព័រផ្លូវការរបស់ Rostec State Corporation សេចក្តីថ្លែងការណ៍បាននិយាយថាយន្តហោះត្រូវបានដាក់គោលដៅសម្រាប់ការធ្វើតេស្តលើដីនិងការហោះហើរ យន្តហោះចំនួន 2 ទៀតកំពុងត្រូវបានផ្គុំឡើងស្របគ្នាវាត្រូវបានកត់សម្គាល់ថាប្រព័ន្ធយន្តហោះថ្មីនឹងធ្វើឲ្យប្រសើរឡើងនិងត្រូវបានសាកល្បងក្នុងអំឡុងពេលធ្វើតេស្តលើដីបន្ទាប់ពីនោះវានឹងត្រូវបានរៀបចំសម្រាប់ការហោះហើរលើកដំបូងយោងតាម Rostec គោលដៅចម្បងនៃការធ្វើឲ្យប្រសើរឡើងនៅយ៉ាក 130 ឲ្យដល់កម្រិតយ៉ាក 130M គឺដើម្បីពង្រីកសមត្ថភាពប្រយុទ្ធរបស់យន្តហោះទំនើបកម្មនឹងធ្វើឲ្យវាអាចបំពាក់ដល់យន្តហោះយ៉ាក 130M ជាមួយនឹងមីស៊ីលពីអាកាសទៅអាកាសនិងពីអាកាសទៅដីដែលមានភាពជាក់លាក់ខ្ពស់ជាមួយនឹងប្រព័ន្ធនាំផ្លូវពីផ្កាយរណបនិងឡាស៊ែរយន្តហោះថ្មីនេះនឹងរក្សាបាននូវសមត្ថភាពទាំងអស់សម្រាប់ការបណ្ដុះបណ្ដាលអ្នកបើកយន្តហោះប្រយុទ្ធប៉ុន្តែវាក៏នឹងទទួលបាននូវគុណភាពថ្មីនៃយន្តហោះប្រយុទ្ធផងដែរមុននោះនាថ្ងៃទី 6 ខែតុលាសាជីវកម្មយន្តហោះUnited Aircraft Corporation ដែលជាផ្នែកមួយនៃការបំពេញបទបញ្ជាការពីរដ្ឋបានផលិតនិងប្រគល់យន្តហោះទម្លាក់គ្រាប់បែក Su-34 ថ្មីដល់កងកម្លាំងអាកាសរុស្ស៊ីវាត្រូវបានកត់សម្គាល់ថាយន្តហោះបានឆ្លងកាត់ការធ្វើតេស្តចាំបាច់ទាំងអស់លើសពីនេះ Su-34 ធ្វើបានល្អក្នុងបេសកកម្មប្រយុទ្ធក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស